ស្ដីបងប្អូនទាំងអស់គ្នាបាទនេះគឺជាសកម្មភាពនៃការជៀនត្រឡនតនបងប្អូននេះត្រឡនតនរកបានពីពេលយប់ឥឡូវព្រឹកឡើងយើងប្រឡាក់ហាលវាឥឡូវយកមកជៀនហើយដាក់ជាមួយជាក់បងប្អូនយើងបាទអូទំនងមែនតើបងប្អូនឡើងស្រួយតែម្ដងបងប្អូននេះមើលមុខអ្នកជៀនណាបងប្អូននេះអ្នកជៀនត្រឡនតនបាទអូខេទំនងណាស់បងប្អូនអើយទំនងណាស់រកបានប្រហែលចក្កដែរប្រហែលចក្កដែរនេះ6ចក្កបាន6ចក្កឥឡូវយើងជៀនហើយទំនងហ្នឹងនេះជៀនយកទៅអីជៀនយកដាក់ជាមួយអាជាក់ជាក់ចិត្តរសឆ្ងាញ់បងហើយម៉ោងប៉ុន្មានហើយរកជាក់ម៉ោងពី10:01ហើយពី10:01ត្រូវហ៎បងក្តៅហ្នឹងឯងដល់ពេលដាក់ជាក់ត្រូវហ្មងអូបងប្អូននេះតំណងខ្លាញ់ឡើងទៅលើពេញខ្លួនតែម្ដងបងប្អូននេះហើយបងប្អូនណាខ្លះដែលចូលចិត្តត្រឡនតនដូចខ្ញុំបាទត្រឡនតនគឺខ្ញុំចូលចិត្តណាស់នេះណាត្រឡនតនតែស្រុកខ្ញុំគេហៅថាកង្កែបអាចគោបងប្អូននេះកែបអាចគោប៉ុន្តែជាទូទៅគេហៅថាត្រឡនតនណាបងប្អូនថាក៏វាមិនខុសដែរបងប្អូនហ្នឹងហើយវាមិនខុសត្រឡនតនកែបអាចគោវាយើងហៅទៅតាមតំបន់អញ្ចឹងណាបងប្អូនបាទនេះចុងភៅរបស់យើងកំពុងតែមមាញឹកក្នុងការជៀនវាបន្តិចទៀតយើងនឹងធ្វើការដាក់ខ្លែមខ្លាញ់ដល់កខ្លាញ់លើបមាត់មកណាហើយដិតអត់មានចក្រានហ្គាសចក្រានអីទេបងប្អូនយើងនេះបុរាណដិតជាមួយអុសយកយើងបុរាណតែមកណាត្រឡនតនស្រែហើយការជៀនហ្នឹងក៏បែបលក្ខណៈស្រែបែបលក្ខណៈស្រុកស្រែដែរបងប្អូនយើងបាទហ្នឹងហើយពីរួមស្រែមកចប់តែម្ដងបងប្អូនហើយត្រឡនតនអត់មានទិញពីណាទេបាទគឺរកបានខ្លួនឯងតែម្ដងបាទអូនេះបាទស្រែយើងមានតែប៉ុណ្ណឹងបងប្អូនជុំវិញផ្ទះបាទទេសភាពជុំវិញផ្ទះគឺមានបន្លែបាទខៀវស្ងាត់តែម្ដងណាជាតិអូខ្លោចហ្នឹងមកចាប់ដើមឆ្អិនហើយប៉ុណ្ណឹងនេះនៅសនេះឆ្អិនហ្នឹងនេះឆ្អិនហើយខ្លោចអស់ហើយអានេះនឹងនៅសនឹងកុំឆ្អិនពេកតែឆ្អិនពេកស៊ីមឆ្ងាញ់ស្រួយមកមកណាឲ្យស្រួយពេកវាដាក់កេះវាដាក់វាធ្វើចង់ធ្វើរបៀបស្រុកស្រែមានអុសមានអីចឹងជិះកេះស៊ីឆ្ងាញ់ដែរឆ្ងាញ់អូខេណ៎បងប្អូនបាទវាលាមក